សូមស្វាគមន៍មកកាន់ប្រាសាទព្រះបលេឡៃប្រាសាទព្រះបលេឡៃដែលមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យប្រាសាទព្រះបលេឡៃត្រូវបានកសាងឡើងនៅចុងសតវត្សទី12នៅក្រោមស្នាមព្រះហស្ថព្រះបាទធរណិន្ទ្រវរ្ម័នទី2ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាព្រះបាទធរណិន្ទ្រវរ្ម័នទី2ក៏ជាព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7ផងដែរប្រាសាទព្រះបលេឡៃមានទ្វារបើក4ទិសដែលប្រាង្គប្រាសាទស្ថិតនៅខាងលើគ្រឹះ3ជាន់និងមានជណ្ដើរឡើងគ្រប់ទិសរដូវកាលបៃតងស្អាតបែបនេះកុំភ្លេចបើសិនជាបានទៅលេងខេត្តសៀមរាបចូលទៅថតរូបលេងកម្សាន្តនៅប្រាសាទបលេឡៃទាំងអស់គ្នា